អូមុនខ្ញុំបានបង្ហាញពីការរស់នៅរបស់សត្វព្រៃមុនក្នុងទ្រុងតូចចាអរុនសួស្ដីចាពេលព្រឹកព្រលឹមចាថ្ងៃវីដេអូនេះគឺខ្ញុំមកបង្ហាញជូនពីការរស់នៅចារបស់សត្វព្រៃមុនពីរគូដែលខ្ញុំបានដាក់ចិញ្ចឹមនៅក្នុងទ្រុងធំអញ្ចឹងណាបងប្អូនចាហើយនេះគឺជាកូនព្រៃមុនពណ៌សប៉ុន្តែខ្ញុំអត់ដឹងថាប្រភេទអីទេបងប្អូនចាបងប្អូនដែលគាត់ធ្លាប់ចិញ្ចឹមសត្វព្រាបមាន់ចាធ្លាប់ស្គាល់អីប្រហែលជាដឹងថាប្រភេទសត្វព្រាបមាន់នេះគេហៅជាប្រភេទសត្វព្រាបមាន់ម៉ាអីចឹងណាបងប្អូនចាហើយខ្ញុំអត់ដឹងទេព្រោះខ្ញុំទិញមកយកចិញ្ចឹមចឹងណាចាដើម្បីប្រកាត់ពូជប្រកាត់អីហើយណាមួយដើម្បីទុកយកលក់ផងចុះបើសិនជាបងប្អូនត្រូវការទិញចង់យកទៅចិញ្ចឹមអីអាចតាក់ទងបានបងប្អូនណាចាឥឡូវទៅបាន2គូ3គូហ្នឹងឯងបូកទាំងកូនដែលទឹកតញោះបាន1គូទៀតទាំងអស់វា4គូចឹងណាបងប្អូនចាងាយស្រួលចិញ្ចឹមងាយស្រួលក្នុងការមើលថែគ្រាន់តែដាក់ទឹកដាក់ចំណីចាដាក់ក្នុងទ្រុងទៅឲ្យវានៅចឹងទៅបងប្អូនចាវាអត់ងាយឆ្លងជំងឺពីសត្វផ្សេងចឹងណាបងប្អូនចាបើសិនជាយើងចាំមន់ចាំអីវាដើរទៅនេះទៅនោះចឹងទៅវាអាចឆ្លងជំងឺពីនេះពីនោះអីចឹងឆាប់ឈឺឆាប់អីចឹងណាចំពោះសត្វព្រៃមាន់គឺយើងដាក់ក្នុងទ្រុងចឹងទៅបើសិនជាបងប្អូនចង់ប្រឡែងក៏បានដែរអត់អីទេព្រោះប្រឡែងក៏វាអត់ទៅណាឆ្ងាយដែរតែពេលដល់ពេលដល់វេលាវាមកនៅកន្លែងវាវិញចឹងណាបងប្អូនចាតែខ្ញុំអត់ហ៊ានប្រឡែងទេអាចហៅតាណាបាត់ចឹងណាចឹងហើយអត់នេះទេត្រូវសុខចិត្តដាក់នៅក្នុងទ្រុងដើម្បីឲ្យវានៅចឹងដើរលេងចឹងទៅវានេះវាស្រួលក្នុងការមើលថែចឹងណាបងប្អូនចានោះមកគូនោះចាហើយខ្ញុំដាក់សម្បកទុកឲ្យវាពងតែដឹងការដែលវាពងទេបើសិនជាដាក់ទ្រុងតូចប្រហែលជាអាចពងឯនេះព្រាបសនេះបើពេលខ្ញុំដាក់ទ្រុងធំចឹងវាអត់ងាយពងណាចាអរគុណបងប្អូនទាំងអស់គ្នាដែលចូលទស្សនានៅវីដេអូបង្ហាញពីការរស់នៅការចិញ្ចឹមសត្វព្រាបមាន់ចាបើបងប្អូនស្រឡាញ់ពេញចិត្តនៅវីដេអូសូមបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា